ប្រិនណារ៉ូចង់កិច្ចស្រីក្មេងតារាសម្ដែងជើងចាស់លោកទេប្រិនដារ៉ូបានថ្លែងកាលពីថ្ងៃទី26 ខែមិថុនាថាលោកលែងចង់ថតសម្ដែងចាប់ដៃគូជាមួយស្រីស្រស់ក្មេងតាន់សុផាហៅចេស៊ីកាទៀតហើយមូលហេតុដោយសារលោកធុញនិងពិបាកពេលទៅណាមកណាក៏ត្រូវគេសួរនាំរហូតថាតើលោកស្រឡាញ់ចេស៊ីកាមែនទេនិងខ្លះសួរថាចេស៊ីកានិងលោកជាប្តីប្រពន្ធឬយ៉ាងណាលោកដារ៉ូពាក្យទាំងនោះពេលលោកទៅណាតែងតែឮជានិច្ចធ្វើឲ្យលោកគិតថាលែងចង់ចាប់ដៃគូជាមួយស្រីក្មេងរូបនេះថតជាដៃគូតទៅទៀតលោកទេប្រិនដារ៉ូថ្លែងថាធុញណាស់ពួកម៉ាក់ឯងជាពិសេសហ្មងសួរខ្ញុំថាហែងម៉េចជាមួយអាកាឬសូតែណេះនោះឥឡូវពិបាកណាស់ចាំតែឆ្លើយគ្រប់ពេលតាមរយៈការអះអាងរបស់លោកទេពដារ៉ូនាពេលនេះបញ្ជាក់ថាលោកហាក់ចង់បាក់ស្បាតឬខ្លាចពេលអ្នកដឹកនាំសម្ដែងឲ្យលែងតួជាប្តីប្រពន្ធជាមួយចេស៊ីកាព្រោះទៅដល់ទីណាក៏គេច្រឡំថារូបលោកជាស្វាមីចេស៊ីកាតែខ្លះសរសើរថាលោកសំណាងបានប្រពន្ធក្មេងទៀតផងតាក់ទងបញ្ហានេះលោកទេពដិនដារ៉ូលើកឡើងខាងលើនេះស្រីស្អាតចេស៊ីកាបាននិយាយថានាងបានធ្វើការងារជាមួយលោកទេពដិនដារ៉ូរយៈពេល4ឆ្នាំមកហើយតែការធ្វើប្រពន្ធលោកដារ៉ូមានតែក្នុងសាច់រឿងតែប៉ុណ្ណោះនៅក្រៅឆាកវិញនាងហៅលោកថាអូឬប៉ាចេស៊ីកាដែលមានឈ្មោះដើមតាន់សុផាកាលពីរសៀលថ្ងៃទី27 ខែមិថុនាឆ្នាំ2025ថានាងនៅតែបន្តថតរឿងជាមួយលោកទេពដាណារ៉ូធម្មតាអត់មានគម្រោងឈប់ទេប៉ុន្តែនាងទទួលស្គាល់ថារឿងគេច្រឡំថានាងជាប្រពន្ធលោកដារ៉ូនោះគឺជាការពិតហើយនាងក៏មិនអាចហាមឃាត់បានដែរព្រោះក្រោយធ្វើការជាមួយគ្នាច្រើនឆ្នាំដូច្នេះមានតែបន្តធ្វើការងារសិល្បៈជាមួយគ្នាទៀតលោកទេពដាណារ៉ូអាយុ62ឆ្នាំពោលគឺបងចេស៊ីកាដែលទៅតែមានអាយុ30ឆ្នាំដល់ទៅ23ឆ្នាំហើយទោះជាតាន់សុផាថានាងនិងលោកដារ៉ូក្រៅសាច់រឿងប្រៀបបានឪនឹងកូនក្តីប៉ុន្តែនៅក្នុងភាពយន្តខ្លីនោះគេឃើញលោកដារ៉ូអោបថើបនាងយ៉ាងស្អិតរមួតពោលគឺដោយគូសង្សារថើបគ្នាអញ្ចឹងចេស៊ីកាបន្ថែមថារឿងនាងនិងលោកដារ៉ូដែលនាងហៅថាប៉ារ៉ូថើបគ្នាមើលទៅដូចមែនតែននោះតាមពិតគឺជាបច្ចេកទេសអ្នកថតទេនាងថាមិនបានថើបមែនតែនដោយគេមើលមួយផ្លេតនោះឡើយស្រីស្អាតរូបនេះថែមទាំងសរសើរលោកដារ៉ូថាជាតារាសម្ដែងជើងចាស់គួរឲ្យគោរពអត់ចេះកេងចំណេញលើនាងពេលលេងឈុតខ្លីៗនោះឡើយតែប្រិនដារ៉ូបានប្រើជីវិតជាបរិសពោះម៉ាយអស់រយៈពេល37ឆ្នាំមកហើយក្រោយលែងលះប្រពន្ធកាលពីឆ្នាំ1988ពេលត្រូវគេសួរថាហេតុអ្វីបានជាលោកមិនយកប្រពន្ធថ្មីលោកធ្លាប់ប្រាប់ហើយថាជីវិតលោកនៅម្នាក់ឯងមានអារម្មណ៍ថាស្រួលហើយលោកគ្មានគម្រោងការប្រពន្ធថ្មីទេប្រភពបានឲ្យដឹងថាទោះបីជាលោករណារ៉ូនិងចេស៊ីកាសុទ្ធតែអះអាងដូចគ្នាថាអ្នកទាំងពីរគ្មានទំនាក់ទំនងស្នេហាក្រៅឆាកជាមួយគ្នាក្តីប៉ុន្តែជាញឹកញាប់គេឃើញសុផាកេងនិងផ្លាស់សម្លៀកបំពាក់លើឡានប៉ារ៉ូរហូតមានអ្នកខ្លះអ្នកដឹកនាំរឿងម៉ូម៉ៅព្រោះខឹងរកចេស៊ីកាមិនឃើញប៉ុន្តែតាមពិតនាងសំងំកេងលើឡានលោករ៉ូសោះទស្សនិកជនរងចាំមើលថាលោកទេប្រិនដារ៉ូធុញនឹងស្រីក្មេងចេស៊ីកាឬនឹងយកប្រពន្ធជាស្រីស្អាតចេស៊ីការឿងមួយក៏លោកសុកចិត្តប្រើជីវិតពោះម៉ាយបន្តទៀត